ជាបឋមសូមគោរពហើយនឹងជំរាបសួរទៅដល់ពុកម៉ែបងប្អូនប្រជាកសិករដែលប្រកបមុខរបរធ្វើកសិកម្មទាំងអស់គ្នាបាទបងប្អូនថ្ងៃនេះខ្ញុំបាទបានមកមើលនៅចំការដំឡូងហើយនឹងចំការពោតរបស់ខ្ញុំបាទថាតើក្រោយពីមេឃភ្លៀងធ្លាក់វាទៅជាយ៉ាងណាបាទបន្ទាប់ពីខ្ញុំបានមកឃើញមកដល់ចំការខ្ញុំបានឃើញថាបន្ទាប់ពីមេឃភ្លៀងធ្លាក់មួយមេយ៉ាងធំមកទឹកភ្នំបានហូរចុះពីលើភ្នំបណ្ដាលឲ្យទាំងពោតទាំងដំឡូងហូរច្រោះបាទទៅតាមទឹកអស់មួយចំនួនតូចផងដែរបាទនេះខាងក្រោយខ្ញុំនេះគឺជាដំណាំដំឡូងរបស់ខ្ញុំបាទហើយពីវីដេអូមុនខ្ញុំថតនៅខាងដំណាំពោតអញ្ចឹងឃើញថាដំណាំពោតគឺទឹកពីភ្នំមកហូរឡើងលិចអស់មួយចំនួនផងដែរសម្រាប់ឯចំការដំឡូងរបស់ខ្ញុំបាទក៏មានកន្លែងផលប៉ះពាល់ដែរគឺមានកន្លែងទឹកដក់បាទហើយមានកន្លែងទឹកដែលហូរអូសបណ្ដាលឲ្យដំឡូងដួលរៀបតែម្ដងបាទគឺវាហូរមកពីលើភ្នំខាងនោះបណ្ដាលឲ្យទឹកវាហូរខ្លាំងអញ្ចឹងវាបានហូរអូសដំណាំដំឡូងហើយនិងដំណាំពោតអស់មួយចំនួនផងដែរនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៅក្នុងចំការរបស់ខ្ញុំបាទហើយដំឡូងខ្ញុំបាទនេះក៏មើលទៅថាឃើញថាសុទ្ធតែស្មៅផងដែរអញ្ចឹងដល់ពេលដែលយើងត្រូវធ្វើស្មៅឬក៏បាញ់ថ្នាំដើម្បីសម្លាប់ស្មៅហើយបាទអញ្ចឹងរងចាំពេលវេលាមួយដែលស័ក្តិសមបាទខ្ញុំនឹងត្រឡប់មកធ្វើស្មៅដំឡូងហើយនឹងស្មៅពោតរបស់ខ្ញុំបាទឲ្យវាស្អាតធ្លាក់ខ្លាំងបន្ទាប់ពីភ្លៀងធ្លាក់មកបាទទឹកត្រូវបានហូរអូសទាំងដំណាំពោតដំណាំដំឡូងចង់អស់បងប្អូននេះខាងក្រៅថងខ្ញុំគឺដំណាំដំឡូងហើយបងប្អូនដែលភ្លៀងធ្លាក់មួយមេធំមកគឺវាហូរអូសបាទដួលទាំងដំឡូងដួលទាំងពោតទាំងអស់បងប្អូនគឺប៉ើងជើងរឹសអស់ហើយបាទហើយភ្លៀងមិនធម្មតាទេបងប្អូនគឺវាធ្លាក់មកពីភ្នំបាទវាធ្លាក់មកពីភ្នំនេះបងប្អូនភ្នំអញ្ចឹងវាធ្លាក់ពីភ្នំដោយសារភ្លៀងខ្លាំងយ៉ាងកំហុកបណ្ដាលឲ្យលូល្មមក៏វាហូរអត់តាន់ដែរបងប្អូនអញ្ចឹងវាហូរចាក់មកខាងលើហ្នឹងនេះហូរអូសដំណាំដំឡូងនិងដំណាំពោតទៅតាមទឹកអស់មួយចំនួនធំបាទបងប្អូនឃើញថាបន្ទាប់ពីមានភ្លៀងធ្លាក់មកគឺទឹកអូសដំណាំបន្លែបង្ការអស់ហើយនេះដំណាំដំឡូងខ្ញុំបាទហើយត្រូវដល់ពេលធ្វើស្មៅទៀតហើយបងប្អូនមើលស្មៅឡើងខៀវអស់ហើយដំឡូងក៏ដុះល្អដែរបងប្អូនអត់មានបាត់មកគុំមកដើមណាទេបាទដុះទាំងអស់តែម្ដងអញ្ចឹងឥឡូវនេះនៅតែការធ្វើស្មៅមួយមុខទៀតទេបងប្អូនយើងនឹងរៀបរយបាទដល់សម្រាប់ដំណាំដំឡូងវារៀងហត់តិចគឺបាញ់បោចហ្នឹងឯងបងប្អូនបាទអញ្ចឹងយើងទៅមើលខាងលើថាតើវាអូសដូចគ្នាអញ្ចឹងអត់បាទអូ